នេះគឺជាកម្មវិធីពេញចិត្តឬអត់នៅថ្ងៃសៅរ៍វេលាម៉ោង 12 រហូតដល់ម៉ោង 2 ថ្ងៃត្រង់ចារកម្មវិធីរបស់យើងជារៀងរាល់សប្តាហ៍លោកអ្នកតែងបានជួបនៅការបង្ហាញសមត្ថភាពពីសំណាក់បេក្ខជននិងបេក្ខនារីមានទាំងការសម្ដែងការច្រៀងការចាលេងឧបករណ៍ភ្លេងបាទរាំលេងសៀកបាទហើយសូមចាត់ថារដូវកាលទី 2 នៃកម្មវិធីនេះនឹងចាប់ផ្ដើមនៅក្នុងពេលឆាប់ៗនេះដូច្នេះបើសិនជាអ្នកដែលគាត់មានសមត្ថភាពហើយចង់ចូលរួមប្រកួតគឺអាចដាក់ពាក្យបាននៅក្នុងកម្មវិធីរបស់យើងតាមរយៈគេហទំព័រ mytv.com.kh ឬក៏ធ្វើដំណើរមកកាន់ mytv រស័យកៅដើម្បីទទួលពាក្យផងដែរប៉ុន្តែសូមបញ្ជាក់ថារដូវកាលទី 2 នេះគឺខុសពីការពីវគ្គ 1ចាខុសមិនទៅប្រាប់បានបើចង់ដឹងកុំភ្លេចចាំទស្សនាគ្នាព្រោះថាយើងចង់ឲ្យចេញមកញាក់ផ្អើលចាបើចង់ដឹងកាន់តែខ្លាំងទៀតទៅផ្ទះតាវុយហ្មងអត់ទេបាទក៏មានកម្មវិធីក៏សូមអរគុណដល់ម្ចាស់ឧបត្ថម្ភកម្មវិធីនោះគឺ Power Up ជាភេសជ្ជៈជាប់លំដាប់ថ្នាក់ពិភពលោកដែលមានលក់នៅលើទីផ្សារជាង151ប្រទេស Power Up បំបត្តិការនឿយហត់អស់កម្លាំងងងុយដេកបង្កើនស្មារតីក្នុងការបើកបរបន្សាបជាស្រវឹងនិងមិនបណ្ដាឲ្យធាត់ Power Up ជាភេសជ្ជៈមានវិញ្ញាបនបត្រដែលទទួលស្គាល់ដោយអង្គការត្រួតពិនិត្យគុណភាពពិភពលោក ISO 22000 2005 និង ISO 14001 និង 2004ចាក៏ដូចជាអរគុណដល់ក្រែមបដូរពណ៌ស្បែក DT ចេញសម្បកថ្មីជាភាសាខ្មែរនៅលើទីផ្សារហើយប្រើក្រែមបដូរពណ៌ស្បែក DT ដើម្បីស្បែកសស្អាតក្នុងរយៈពេល20នាទីហើយមានសំណាងខ្លាយជាអ្នកមានជាមួយនឹងរង្វាន់ជាលុយសុទ្ធក្នុងប្រអប់រង្វាន់សរុបគឺ120លានរៀលទទួលស្គាល់ដោយក្រសួងសុខាភិបាលដែលមានលេខប្រតិវេត1404ចន11 DT ស្អាតលើពីការរំពឹងទុកបាទអរគុណនៅក្នុងវគ្គទី 1 នេះគឺយើងសូមណែនាំនៅគណៈកម្មការរបស់យើងជាដំបូងនេះគឺបងប្រុសអេសិថាអរគុណបាទសួរទូរទស្សនិកជនជួបគ្នាជាថ្មីនៅក្នុងវិញ្ញាសាសប្តាហ៍នេះគឺច្រៀងបាទបងបាទឥឡូវហ្នឹងយើងឈានមកដល់សល់បេក្ខជនតិចមែនតើហើយបាទសិតតែជាអ្នកមានសមត្ថភាពបាទមិនដឹងថាសប្តាហ៍នេះតើអ្នកណាដែលត្រូវចាក់ចេញទេសូមតាមដានទស្សនាបន្តបាទជាបន្តគឺបងកាត់តោថ្ងៃនេះក៏ហមហ៎បងបងណាចាសូមជម្រាបសួរទាំងអស់គ្នាសូមជម្រាបសួរបងប្អូនមានអារម្មណ៍យ៉ាងណាដែរសប្តាហ៍ហ្នឹងឥឡូវសើចរបៀបសបាយមួយមើលឥឡូវអត់ទេរបៀបសបាយគេសើចអស់ពីទឹកចិត្តហ្មងអស់ពីក្នុងខ្លួនមើលសើចមើលសើចកុំលាក់កឡោតមើលសើចមើលចាបើជួនកាលគាត់អាចសើចលាក់ថ្មិញគេថាសើចលាក់ថ្មិញដឹងថាក៏ហូបអត់មានថ្មិញបើចង់សើចលាក់ថ្មិញមានឲ្យចាស់មកគាត់អង្គុយមើលអាយុចាប់ពី8ទៅចាសើចទៅអត់ឃើញថ្មិញហ្មងចាបងតុយចាបាទទេបងបាទមានអារម្មណ៍សុខទុក្ខយ៉ាងណាដែរសប្តាហ៍ទី 2 សប្តាហ៍ទី 2 ថ្ងៃនេះបាទបាច់ឲ្យទីកសួរយើងសួរគ្នាយើងហ្មងតោះគ្នាឯងទៅយើងជួយបោះគ្នាអញ្ចឹងបានហេបងឯងកុំបោះខ្ញុំតើយើងអត់ទេយើងសហការគ្នាបាច់ទេសុខឌុកយើងសហការគ្នាធម្មតាណាប៉ុន្តែខ្ញុំនិយាយទៅចង់ថ្ងៃនេះចង់ពឹងពាក់កតោដែរដើម្បីអត់ទេពឹងបានបាច់ពាក់អីណាចង់បង្កើនចំណូលណាបងយើងចង់ទៅជាកាត់សក់ចាបើដូចទៅមិនរួចមកកាត់សក់ហ្នឹងកាត់សក់ឃើញបងឯងកាត់រាល់អាទិត្យទៅមួយអាទិត្យឃើញកាត់ម្ដងយើងចង់ច្រៀងកាត់សក់អូច្រៀងចំណូលអញ្ចឹងណាការកាត់សក់មកហ្នឹងហើយបាទបងឯងចេះច្រៀងអត់ផងកាលឥឡូវសារការកៅតែមួយម៉ាត់ទេធ្លាប់តែយើងធ្លាប់កាត់សក់ម្ដងតែប៉ុន្តែចាបើកាត់នោះចេះទៅបរិបរណាកាត់នៅអូស្ត្រាលីកាត់នៅអូស្ត្រាលីទៀតថ្ងៃនោះកាត់នោះកាត់នៅអូស្ត្រាលីកាត់បោកគេឥឡូវសូមរាប់ឲ្យបងតុយច្រៀងស្អីបងថាចង់ឲ្យគាត់ច្រៀងភ្លេងការអត់កំពុងតែចង់យកជំនាញកាត់សក់ផងអត់ទេបងចង់តែខ្ញុំចង់ទៅកាត់សក់តែឥឡូវកាត់សក់បងឯងកាត់រាល់ថ្ងៃឯងប៉ុន្តែរឿងកាត់សក់មកកក់ស្រីកូនប្រុសកូនស្រីឥឡូវតបងឯងខ្ញុំរាប់ឲ្យបងឯងច្រៀងសិនច្រៀងបាត់អីកាកៅសារកាកៅអើយអូកាកៅអើយអីកហ្នឹងមែនទេសារកាកៅអើយអាឡាំថនតាមស្រុកតែឥឡូវចាំយើងកាត់តែឥឡូវសម្រាប់សប្តាហ៍នេះគឺច្បាប់មានកិត្តិយសសម្រាប់ចូលរួមជាមួយនឹងកម្មវិធីពេញចិត្តឬអត់ជាមួយនឹងការដាក់វិញ្ញាសាប្រឡងចម្រៀងថ្ងៃនេះណាហើយបងឯងយល់ឃើញយ៉ាងម៉េចដែរកម្មវិធីហ្នឹងកម្មវិធីហ្នឹងចាយល់ឃើញណាតែខ្ញុំទីការនេះពេលហ្នឹងបងឯងយល់ឃើញខ្ញុំមានអារម្មណ៍ថាកម្មវិធីល្អបាទសបាយយើងកុំឲ្យពីរអ្នកនឹងនិយាយកុំឲ្យពីរអ្នកនឹងនិយាយហ្នឹងហើយមានអារម្មណ៍ថាសបាយដូចថាយើងមានឃើញការចូលរួមពីសំណាក់បងប្អូនយើងច្រើនអញ្ចឹងណាក្មេងមកបានហើយណ៎អូខេមកចូលមើលបានហើយបាទអរគុណសម្រាប់វត្តមានទាំង3របស់គណៈកម្មការរបស់យើងដែលធ្វើកម្មវិធីកាន់តែសប្បាយផងដែរច
ចាយើងនឹងមានគណៈកម្មការកិត្តិយសមួយរូបជារៀងរាល់សប្តាហ៍ប៉ុន្តែនឹងជួបគាត់នៅវគ្គក្រោយបាទនៅពេលនេះកម្មវិធីរយនឹងសម្រាប់អាញាសម្រាប់មួយផ្លែសិន